សម្មាសម្ពុទ្ធលោកគ្រាន់តែសម្ដែងថាការងារដែលមិនច្របូកច្របល់ជាមង្គលដ៏ឧត្តមប៉ុន្តែលោកអត់បានលំអិតថាការងាររបៀបម៉េចទៅដែលហៅថាច្របូកច្របល់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបូជាបុគ្គលដែលគួរបូជាមង្គលដ៏ឧត្តមប៉ុន្តែលោកអត់បានប្រាប់ថាតើបុគ្គលប្រភេទណាទៅជាបុគ្គលដែលមានគុណធម៌គួរឲ្យបូជានេះអាត្រង់ចំណុចដែលអត់បានប្រាប់នឹងហើយដែលធម្មមេចាគាត់យកមកកលៃគាត់ថាអ្នកអង្គុយកថឹងអត់មានធ្វើអីហ្នឹងអ្នកមានគុណធម៌នោះអាត្រង់ហ្នឹងដែលបងប្អូនត្រូវគិតត្រូវត្រេះរិះពិចារណាដោយខ្លួនឯងថាទេបើគាត់តែចានរួចអត់មានធ្វើអីផងហើយចុះល្មិចទៅបានជាមានគុណធម៌បើបងប្អូនគ្រាន់តែស្ដាប់ប៉ុណ្ណឹងរួចហើយបងប្អូនជឿវានៅក្នុងការងារច្របូកច្របល់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តមអញ្ចឹងបានខ្ញុំប្រាប់បងប្អូនថាបងប្អូនអត់យល់រួចហើយបងប្អូនធ្វើការងារប្រភេទហ្នឹងវានៅក្នុងទម្រង់នៃការងារច្របូកច្របល់ការងារច្របូកច្របល់មិនមែនជាមង្គលដ៏ឧត្តមទេការងារដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តម